បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel បកស្រាយសុបិនសាជាថ្មីថ្ងៃនេះផងដែរខ្ញុំនឹងលើកយកទាក់ទងនឹងពុកម៉ែបងប្អូនសុបិនថាជីក្បូនបាទប្រសិនបើជាពុកម៉ែបងប្អូនសុបិនថាជីក្បូនបណ្ដែតតាមទឹកបាទទឹកនេះទីនៅក្នុងសុបិនដូច្នេះថាពុកម៉ែបងប្អូននឹងអស់គ្រោះទុក្ខហើយនឹងទទួលបានដំណឹងល្អពីមិត្តភក្តិឬញាតិមិត្តដែលនៅឆ្ងាយមួយទៀតពុកម៉ែបងប្អូននឹងទទួលបានលៀបសំណាងមកផងដែរបាទតើតើនឹងលេខសំណាងសម្រាប់អ្នកសុបិនវិញនោះគឺលេខ22លេខ66លេខ99លេខ369និងលេខ299បាទតើតើនឹងពុកម៉ែបងប្អូនសុបិនថាជីក្បូនបណ្ដែតតាមទឹកនេះគឺមានអត្ថន័យដោយការបកស្រាយខាងលើបាទជាចុងក្រោយក៏សូមអរគុណពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានសម្រាប់ Channel បកស្រាយសុបិនពីដើមរហូតដល់ចប់ជាចុងក្រោយនេះក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណ